ថ្ងៃនេះហ្នឹងគឺជាថ្ងៃចុងក្រោយដែលខ្ញុំនៅប្រទេសជប៉ុនហើយខ្ញុំបានទៅ Disneyland នៅទីក្រុង Tokyo ដែលខ្ញុំបានមើល show ច្រើនមែនតើអ្នកគ្នាហើយនៅទៅកន្លែងស្អាតៗច្រើនមែនតើនៅក្នុង Disneyland ហ្នឹងណាអ្នកគ្នាចឹងហើយបើអ្នកគេចង់ទៅដើរលេងនៅ Disneyland អីអាចចូលមកវីដេអូនេះបានចា៎Welcome back ខ្ញុំអេងថ្ងៃនេះគឺជាថ្ងៃចុងក្រោយដែលខ្ញុំនៅប្រទេសជប៉ុនអ្នកគ្នាហើយខ្ញុំទៅហ្នឹងទៅ Disneyland ហ្នឹងក្នុងពេលម៉ោង3ទៅអ្នកគ្នានិយាយទៅដោយសារខ្ញុំទៅរៀងឡាហ្នឹងដោយសារតែខ្ញុំជាប់ទៅទិញអវ៉ាន់ទិញអីផ្សេងៗអញ្ចឹងអ្នកគ្នាចូលមកទៅញ៉ាំបាយអីផ្សេងៗទៅហើយក៏អត់ប្អូសពេលរហូតដល់ម៉ោង3ល្មមជីមកជីអីអញ្ចឹងទៅវារៀងចំណាយពេលយូរអញ្ចឹងណាហ្នឹងហើយអ្នកគ្នានិយាយទៅនៅ Tokyo ហ្នឹង Disney ចែកចេញជា2 Disney Sea និង Disneyland ហើយដែលខ្ញុំកំពុងតែដើរចូលហ្នឹងខ្ញុំកំពុងទៅ Disneyland អ្នកខ្ញុំទៅ Disney Sea ទេ yes ហើយ Disney Sea ហ្នឹងគឺមានតែនៅប្រទេសជប៉ុនណាដែលមានអ្នកគ្នាទូទាំងពិភពលោកមានតែនៅជប៉ុនមួយដែលមាន Disney Sea ចឹងណាហ្នឹងហើយអ្នកគ្នាហើយខ្ញុំក៏ចូល Disneyland ខ្ញុំបានចូល Disney Sea ទេហើយពេលដែលខ្ញុំទៅហ្នឹងគឺវារៀងងាយចឹងណាអ្នកគ្នាចឹងទៅអ្នកគ្នាអាចឃើញអត់សូវមានមនុស្សមានអីមែនទេភាគច្រើនកូនសិស្សចឹងណាហ្នឹងហើយហើយដែលខ្ញុំទៅហ្នឹងគឺទៅថ្ងៃច័ន្ទអ្នកគ្នាខ្ញុំបានទៅថ្ងៃសៅរ៍អាទិត្យចឹងគឺអត់សូវមានមនុស្សទេអ្នកគ្នាមានតែកូនសិស្សហើយប៉ាម៉ាក់គេនាំកូនមកដើរលេងចឹងណាហើយ Disneyland នៅជប៉ុនហ្នឹងចូលម្នាក់អាចនឹងចិត្ត$100អ្នកគ្នាហ្នឹងហើយចិត្ត$100អាចខ្ទង់I think ខ្ញុំចាំ60ទៅ70វិជាងអញ្ចឹងណាអ្នកគ្នាហ្នឹងហើយហើយនិយាយទៅជប៉ុននេះគឺ Disneyland គឺវា unique ខុសគេហ្មងអ្នកគ្នាខ្ញុំគិតថាវាស្អាតហើយវារៀងអត់សូវធំមែនទេបើតាមខ្ញុំទៅសៀងហៃគឺវាធំហើយផ្លូវវារៀងវែងខ្វាញ់ខ្វាត់ត្រូវតែមកជួអីច្រើនចឹងណាអ្នកគ្នាហ្នឹងហើយប៉ុន្តែដល់ពេលខ្ញុំទៅថ្ងៃច័ន្ទចឹងប្រហែលជាអត់សូវមានមនុស្សដូចថ្ងៃសៅរ៍អាទិត្យចឹងណាតាមខ្ញុំមើលទៅបើថាតាមថ្ងៃសៅរ៍អាទិត្យអាចនឹងមនុស្សច្រើនឈរតែមកជួទៅយ៉ាហើយណាមួយខ្ញុំចូលរៀងម៉ោង3ចឹងអាចនឹងសូវមានមនុស្សម៉ានឯណោះគ្នាហ្នឹងហើយគេចូលខាងក្នុងដើរលេងអីអស់ហើយខ្ញុំចូល Disneyland លើកនេះខ្ញុំបានដើរលេងច្រើនអ្នកគ្នាបានចូលកន្លែងវាយប្រៃច្រើនដូចជាផ្ទះខ្មោចកន្លែងមើល Snow White អីផ្សេងៗចឹងអ្នកគ្នាហ្នឹងហើយនិយាយទៅចូលបានច្រើនខ្លាំងហ្មងហើយកន្លែងសប្បាយប៉ុន្តែគ្រាន់តែខ្ញុំមិនសូវបានថតអ្នកគ្នាដោយសារតែរវល់វក់លេងថាភ្លេចថតភ្លេចអីអ្នកគ្នាមើលអស់ហើយដល់ពេលខ្ញុំទៅនេះគឺម៉ោង3អាសៀហ្នឹងគឺគេចាប់ផ្ដើមបង្ហាញ show អីខ្លះចឹងអ្នកគ្នាហ្នឹងហើយបង្ហាញ show ម្ដងទៀតហើយបង្ហាញ show នៅម្ដងទៀតហ្នឹងនៅពេលម៉ោង7តាមខ្ញុំចាំម៉ោង7ចឹងមានបាញ់កញ្ឆួតបាញ់អីចឹងណាហ្នឹងហើយអ្នកគ្នាតែគ្រាន់បាញ់កញ្ឆួតគេបាញ់មិនសូវខ្លាំងហ្មងអ្នកគ្នាបាញ់មិនល្មមចាកន្លែងខ្ញុំចូលលេងមុនគេគឺកន្លែងចោលស្មុតនៅគ្នាខ្ញុំធ្លាប់មើលរឿងហ្នឹងគឺល្អមើលហើយខ្ញុំស្មានចូលមុនដំបូងស្មានរឿងខ្មោចណាគ្នាមុនដំបូងភ្លេចអានថាចូលមើលអីគេខ្ញុំបានអានខ្ញុំដល់ធត់ចូលបណ្ដោយឃើញគេចូលច្រើនហត់ចូលតាមគេចឹងណាគ្នាហ្នឹងតែល្អមើលណាគ្នាតែបើ Snow White អត់ល្អមើលណាគ្នាឡើងមិនចង់ហ៎អត់ល្អមើលហ្មងនិយាយទៅបានទីហ្នឹងគឺខ្ញុំបានជីបានមកមើលផ្ទះខ្មោចផ្ទះអីអ្នកគ្នាវិញ្ញាណខ្មោចហោះពេញហ្នឹងអញ្ចឹងណាតែនេះល្អមើលអ្នកគ្នាមើលឲ្យជក់ចិត្តមកអត់ខ្លាចអ្នកគ្នាហ្នឹងហើយបន្ទាប់មកទៀតនេះអានេះវិញកន្លែងនេះវិញគឺខ្ញុំចាក់ជីទុកមកអញ្ចឹងណាអ្នកគ្នាខ្ញុំអត់បានអាននិយាយទៅខ្ញុំចូលមើលហ្នឹងគឺខ្ញុំអត់ដែលបានអានអីទេនោះគឺដឹងតែមនុស្សច្រើនចូលតាមគេចឹងហ្មងហើយដល់ពេលចូលមកឡើង surprise អ្នកគ្នាឃើញប្រាសាទបុរាណខ្មែរយើងណាគេដាក់ដូចថាដោយការសំប្រេងចូលក្នុងប្រាសាទចូលក្នុងអីចឹងណាខ្ញុំជប់សัตว์សង្ហាវជប់សัตว์អីចឹងទៅយើងមកស្វែងរកកំណត់ស្វែងរកអីចឹងណាហ្នឹងហើយអ្នកខ្ញុំដូចខ្ញុំបានឃើញចឹងហើយនៅតាមជាងហ្នឹងគេសុទ្ធតែដាក់ហូបចម្លាក់អីចឹងណាអ្នកខ្ញុំហ្នឹងហើយគាត់ហើយបន្ទាប់មកទីហ្នឹងឆាបានមកជីកប៉ាល់ទីតំណាច់នៅគ្នាអូឡើងមានអត់ហើយដូចប៉ាត់ចាំងចាហើយជីទៅមកទៅសភាពជុំវិញនៅឡើងស្អាតមែនតើហ្មងនៅគ្នាហ្នឹងហើយមនុស្សដាក់បានច្រើនដែរហ្នឹងនៅគ្នាមកទីហ្នឹងខ្ញុំបានមកមើលសូគេចឹងណាគ្នាហ្នឹងហើយគេសម្ដែងសូផ្សេងចឹងទៅហើយនេះមិនមែនខ្ញុំអ្នកថតខ្លួនឯងណាគ្នាពូកែគាត់ថតច្បាស់មែនតើចាចឹងគាត់អ្នកគ្នាក៏ស៊ូមមើលដែរហ្នឹងហើយអ្នកគ្នាទៅមានសូច្រើនផ្លែសបាយស្អាតច្រើនមែនតើអ្នកគ្នាហ្នឹងហើយមកតាមនឹងបានចឹងអ្នកខ្ញុំស្រឡាញ់ជាងគេនៅ Beauty and the Beast អ្នកគ្នា
នឹងឯនៅគ្នាបន្ទាប់មកតិចខ្ញុំបានតែងដើរតែងអវ៉ាន់តែងអីនៅក្នុង Disneyland ហ្នឹងចឹងណាខ្ញុំបានតែងបានរៀងនេះដែរចង់មានតែងនំតែងអីផ្សេងៗចឹងទៅអ្នកគ្នាហ្នឹងហើយបានមីបានអីចឹងនិយាយទៅក្នុង Disneyland ហ្នឹងលក់សិតរបស់ខ្ជិះខ្ជូនហ្មងអ្នកគ្នាហានហ្នឹងគឺមីអ្នកគ្នាហ្នឹងហើយក្នុងមួយប្រអប់ហ្នឹងមាន4ឯហ្នឹងអ្នកគ្នាហើយខ្ញុំបានតែងបូតែងអីទៅអ្នកគ្នាបូពេលហ្នឹងខ្ជូតចាបងពភីងហ្មងអ្នកគ្នាអវ៉ាន់ដែលខ្ញុំបានតែងអ្នកគ្នាហ្នឹងហើយនិយាយទៅខ្ជិះខ្ជូនសាហាវវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងហើយអ្នកខ្ញុំសង្ឃឹមថាអ្នកខ្ញុំជួយនៅវីដេអូនៅថ្ងៃចុងក្រោយនៅ Disneyland នៅប្រទេសជប៉ុនចឹងណាអ្នកខ្ញុំហ្នឹងហើយចាំជួបគ្នានៅវីដេអូផ្សេងៗទៀតចឹងណាកុំភ្លេចជួយ like subscribe ខ្ញុំផងចាអរគុណអ្នកគ្នាបាយបាយអ្នកគ្នាជួបគ្នានៅវីដេអូក្រោយៗទៀតចា see you next vlog